មកបង្រៀនអ្នកអំពីតើធ្វើមិនដើម្បីបានអាហ្គេមផាននៅក្នុង Crystal ឬក៏អង្គរ Pixel បងឥឡូវគឺទី1គឺយើងចុចទៅកន្លែង More ហើយយើងទៅរកពាក្យនៅកន្លែង Create ពាក្យ Create បងហើយយើងក៏ត្រូវចុចកន្លែងត្រៃ33នេះហើយចូលក្នុង Creation ដល់ពេលហើយយើងចុចកន្លែងនៅ Public របស់យើងនេះបន្តមកយកចុចកន្លែងត្រៃ3ទៀតហើយយើងអូសទៅរកនៅពាក្យដែលមានឈ្មោះថា Pass ចុចតាមខ្ញុំមកហើយនេះបងចុចកន្លែង Create Pass ហើយយើងចង់វាយឈ្មោះអីក៏បានដែរឧទាហរណ៍ខ្ញុំដាក់ឈ្មោះថា Fish ចឹងនៅខាងក្រោមចង់ដាក់ Fish ក៏បានឬក៏ដាក់ពាក្យអីផ្សេងក៏បានដែរបងអូនសូមទោសអធិស្ឋានបងហើយយើងចុច Create Pass មកប៉ុន្តែមិនទាន់ហើយទេគឺយើងត្រូវចុចចូលវាម្ដងទៀតហើយយើងទៅចុចកន្លែង Tray 3នេះរួចយើងយកពាក្យថា Sales ហើយយើងត្រូវចុចពាក្យថា Item for Sale ហើយយើងចង់ដាក់អីក៏បានដែរសម្រាប់ខ្ញុំគឺដាក់លេខ300បាទតែប៉ុណ្្នឹងមកគឺយើងអាចបានពាក្យនោះហើយបាទពីបងប្អូនច្រឡំទៅអូស្រមៃខ្ញុំត្រូវចុចកន្លែងត្រៃ3ហើយយើងចុចកន្លែង Sale ចូលអធិស្ឋានបងហើយយើងចុចកន្លែង Item for Sale ម្ដងទៀតរួចយើងដាក់លេខចង់ដាក់អីមិនក៏បានបងប្អូនសម្រាប់ខ្ញុំគឺដាក់លេខ300ហើយយើងគឺចុច Sale Change មកយើងអត់ពេលវាចុចគឺវានឹងចេញមកដោយឯងបងប្អូននេះគឺបងប្អូនគឺវាចេញលេខ300មកខ្លួនឯងនេះបងប្អូននេះ Fish របស់ខ្ញុំហើយអូនចង់ការរូបនេះបងប្អូនចង់ដាក់រូបអីចង់ដាក់ឧទាហរណ៍ខ្ញុំដាក់រូបមួយបងប្អូនមើលចាំតិចឧទាហរណ៍ខ្ញុំយករូបនេះមួយចុះហើយយើងគឺបានរូបហ្នឹងហើយដើម្បីចំណាំរូបរបស់យើងសូមអរគុណហើយកុំភ្លេចជួយ like subscribe របស់ channel ខ្ញុំផងសូមអរគុណ